បាទសូមជម្រាបសួរលោកពូអ្នកមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាបាទវិលមកជួបបងប្អូនលោកពូអ្នកមីងសាជាថ្មីទៀតហើយនេះចូលមកគឺចង់និយាយរឿងរ៉ាវបន្តិចតាក់ទងទៅនឹងការងារថ្មីរបស់ខ្ញុំបាទតាមរយៈ YouTube កន្លងទៅខ្ញុំបានស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីករជើងចាស់ហើយនឹងស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរឥឡូវដោយសារមានប្រិមិត្តយើងសំណុំពោហើយខ្ញុំលើកពីរឿងរ៉ាវប្រវត្តិសាស្ត្រពិភពលោកមកបង្ហាញផងព្រោះថាប្រវត្តិសាស្ត្រខ្មែរខ្ញុំបានស្រាវជ្រាវបង្ហាញជូនហូហែច្រើនមកហើយបងប្អូនក៏បានទស្សនាបានយល់ដឹងច្រើនប៉ុន្តែរឿងរ៉ាវតាក់ទងនឹងប្រវត្តិសាស្ត្រពិភពលោកបងប្អូនចង់ដឹងដែរក៏ប៉ុន្តែរឿងរ៉ាវតាក់ទងទៅនឹងប្រវត្តិសាស្ត្រពិភពលោកបងប្អូនក៏ចង់ដឹងផងដែរក៏ប៉ុន្តែមិនដឹងថាទៅទស្សនាតាម YouTube ណាមួយដែលអាចស្ដាប់ទៅងាយយល់ងាយចងចាំដើម្បីឲ្យបានដឹងជាចំណេះដឹងទូទៅហើយណាមួយឥឡូវឃើញថាពិភពលោកកំពុងតែជ្រួលច្របល់តាក់ទងទៅនឹងសង្គ្រាមនៅអ៊ីរ៉ង់អ៊ីស្រាអែលហើយនិងអាមេរិកវាយដើម្បីផ្ដួលរំលំរបបផ្ដាច់ការអ៊ីរ៉ង់ហើយនឹងដើម្បីកំចាត់នៅផែនការបង្កើតអាវុធបល្ល័យលោកនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយនៅអាហ្គានីស្ថាននិងប៉ាគីស្ថានក៏កំពុងប្រយុទ្ធគ្នារីឯនៅភូមាក៏ឃើញថារបបផ្ដាច់ការមិនទាន់ដួលរលំឯរុស្ស៊ីក៏វាយអ៊ុយក្រែនមិនទាន់ចាញ់មិនទាន់ឈ្នះផងដែរអញ្ចឹងប្រិមិត្តយើងបានសំណូមពរឲ្យខ្ញុំបាទស្រាវជ្រាវហើយនឹងបង្ហាញអំពីរឿងរ៉ាវប្រវត្តិសាស្ត្រសកលលោកឲ្យបានដឹងផងដោយក៏លើកឡើងថាតើខ្ញុំធ្វើបានងាយយល់ងាយស្ដាប់ព្រោះថាខ្ញុំនិយាយពាក្យសាមញ្ញមិនពិបាកក្នុងការស្វែងយល់ពាក្យស៊ីជម្រៅហើយឃ្លូងឃ្លាវែងឆ្ងាយជ្រៅពិបាកយល់បាទអញ្ចឹងតាមសំណុំពររបស់លោកអ្នកស្ដាប់លោកពូអ្នកមីងដែលចង់ដឹងរឿងរ៉ាវប្រវត្តិសាស្ត្រពិភពលោកនៅពេលនេះខ្ញុំបានបង្កើត YouTube មួយដែលមានឈ្មោះថាសេងតារាពិភពលោកគឺខ្ញុំស្រាវជ្រាវអំពីរឿងរ៉ាវប្រវត្តិសាស្ត្រពិភពលោកសុទ្ធឲ្យបងប្អូនបានស្ដាប់បានទស្សនាតែម្ដងហើយនៅលើកញ្ចក់កាមេរ៉ានេះគឺខ្ញុំបានបង្ហាញហើយនេះជា YouTube ថ្មីដែលខ្ញុំបានបង្កើតដើម្បីស្រាវជ្រាវបង្ហាញអំពីប្រវត្តិសាស្ត្រពិភពលោកអញ្ចឹងបងប្អូនសូមចូលទៅកាន់ YouTube ថ្មីនេះទាំងអស់គ្នាដើម្បីបានទស្សនារឿងរ៉ាវប្រវត្តិសាស្ត្រពិភពលោកដើម្បីដឹងថាតើពិភពលោកវាមានរឿងរ៉ាវច្បូកច្បល់អ្វីខ្លះបាទអញ្ចឹងសូមសរសេរតាមឈ្មោះដែលខ្ញុំបានដាក់លើកញ្ចក់កាមេរ៉ាហ្នឹងទៅបាទសូមចូលទៅកាន់ YouTube ថ្មីនេះទាំងអស់គ្នាហើយសូមជួយចុច Subscribe ឲ្យម្នាក់មួយផងអ្នកមិនទាន់ចុចព្រោះថានេះជា YouTube ដែលយើងទើបតែដាក់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រពិភពលោកហើយនៅក្នុង YouTube នេះគឺខ្ញុំបង្ហាញតែប្រវត្តិសាស្ត្រពិភពលោកសុទ្ធថាតើនៅក្នុងពិភពលោកមានរឿងរ៉ាវអ្វីខ្លះបានកើតឡើងពិសេសរឿងរ៉ាវតាំងពីជំនាន់សង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2នរណាជាអ្នកចាប់ផ្ដើមនរណាជាអ្នកបញ្ចប់សង្គ្រាមត្រជាក់ចាប់ផ្ដើមពីពេលណាហេតុអ្វីបានជាមានអង្គការសហប្រជាជាតិតើអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅពេលណាហេតុអ្វីបានជាមានបកសម្ព័ន្ធ NATO ហេតុអ្វីបានជាមានបកសម្ព័ន្ធវ៉ាស៊ូវីតើ Hitler បានឡើងកាន់អំណាចដោយរបៀបណាតើម៉ៅសេតុងវាឈ្នះរបបចាងកៃជៀកដោយរបៀបណាតើនៅបារាំងស្ដេចណាប៉ូឡេអុងត្រូវបានគេសម្លាប់កាត់ក្បាលដោយរបៀបណាហើយតើសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2តើវាមានរឿងអ្វីខ្លះកើតឡើងនៅក្នុងហ្នឹងនរណាជាអ្នកបង្កើតអាវុធបរមាណូឬនុយក្លេអ៊ែរមុនគេហេតុអ្វីបានជាជប៉ុនត្រូវរងគ្រាប់អាវុធនុយក្លេអ៊ែររបស់អាមេរិកអញ្ចឹងរឿងរ៉ាវទាំងអស់នេះគឺជាចំណេះដឹងទូទៅតាមពិតបងប្អូនខ្លះធ្លាប់បានសិក្សាប្រវត្តិវិទ្យាតាំងពីយើងនៅរៀនក៏ប៉ុន្តែជួនកាលយើងនៅរៀនណាយើងអត់សូវបានយកចិត្តទុកដាក់ទេស្ដាប់គ្រូអត់យល់អញ្ចឹងតាមរយៈវីដេអូដែលខ្ញុំបង្ហាញនេះគឺមានឃ្លោងឃ្លាសាមញ្ញងាយយល់ងាយចងចាំអញ្ចឹងសូមចូលទៅកាន់ YouTube នេះទាំងអស់គ្នាបាទចូលទៅឲ្យវាយតាមឈ្មោះដែលខ្ញុំបង្ហាញហ្នឹងទៅបាទហើយសូមជួយចុច Subscribe ម្នាក់មួយផងហើយដើម្បីបានមើលប្រវត្តិសាស្ត្រសកលលោកដែលខ្ញុំបង្ហាញទាំងអស់យើងចុច Subscribe ហើយចុចលើពាក្យវីដេអូមួយទៀតនឹងឃើញវីដេអូផ្សេងៗដែលខ្ញុំបង្ហោះពីមុនមកអញ្ចឹងតោះ
សូមចូលទៅកាន់ YouTube ថ្មីនេះទាំងអស់គ្នាដោយតទៅហើយកុំភ្លេចជួយចុច Subscribe ម្នាក់មួយផង